ធ្វើបាតកម្មដើម្បីទាមទារយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរអ្នកតស៊ូខ្មែរអ្នកជាធម្មតាខ្មែរដែលជាប់ពន្ធនាគារនិងអ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងប្រទេសកម្ពុជាមិនទាន់បានទទួលយុត្តិធម៌ដូច្នេះខ្ញុំសូមអនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នាស្មឹងស្មាត10 second ដើម្បីយើងស្មឹងស្មាតជួនគោរពនៅការលះបង់របស់គាត់ដែលជាអ្នកស្នេហាជាតិចំពោះមាតុភូមិទឹកដីរបស់គ្នាបាទសូមគោរពបាទអរគុណបាទជាកិច្ចបន្តនៅក្នុងកម្មវិធីខ្ញុំសូមគោរពថ្វាយបង្គំព្រះអង្គសូមជម្រាបសួរលោកតាលោកយាយអ៊ំពូមីពុកម៉ែបងប្អូនទាំងអស់ដែលបានផ្ដល់ពេលវេលាផ្ដល់ឱកាសក្នុងការចូលរួមដើម្បីទាមទារនៅយុទ្ធធរជូនប្រជាពលរដ្ឋខ្មែរដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជាអរគុណនៃការឈឺចាប់ឈឺឆ្អាលដែលតែងតែមកចូលរួមបាតកម្មរាល់ពេលរួមទាំងបងប្អូនជនជាតិដើមផងដែរដែលបានសហការគ្នានឹងបន្តដល់ការយកចិត្តទុកដាក់ដែលពួកយើងបានរៀបចំកម្មវិធីជារឿយៗកន្លងមកនេះដើម្បីទាមទារសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជាគ្រប់វិញ្ញាណក្ខន្ធក៏យើងធ្វើរួចរាល់ហើយដែរខ្ញុំបាទសូមអនុញ្ញាតទៅដល់បងរាជអ៊ុំ